出口流程出口នាំចេញ流程ដំណើរការ出口流程និយាយអំពីដំណើរការក្នុងការនាំចេញchuẩn备好了រៀបចំរួចរាល់ផលិតផលរៀបចំរួចរាល់产品准备好了安排រៀបចំនាំចេញ安排出口រៀបចំបញ្ចេញទំនិញ安排发货已经បានទំនិញបានដាក់ចូលទូកុងតឺន័រដាក់ចូលទូកុងតឺន័រគឺចងគួយមានន័យថាយើងចងហ្នឹងគឺផ្ទុកគឺយើងឡើងអីវ៉ាន់ពីណាមួយដាក់ដល់ក្នុងកន្លែងណាមួយគួយហ្នឹងគឺទូយើងចងគួយដាក់ចូលទូទំនិញ货物យើងមើលពេលខ្លះទំនិញ产品ពេលខ្លះ货物បើសិនជាផលិតផលហ្នឹងនិយាយពីរបស់ហ្នឹងគឺយើងប្រើ产品នៅលើការលក់ឬក៏ខាងទីផ្សារប៉ុន្តែបើអីវ៉ាន់ហ្នឹងកំពុងតែស្ថិតនៅក្នុងការរៀបចំដឹកជញ្ជូនយើងអាចប្រើពាក្យ货物ទំនិញរៀបចំហើយនៅឥឡូវយើងកំពុងតែនិយាយអំពីដំណើរការនៃការនាំចេញដំណើរការដឹកជញ្ជូនយើងប្រើពាក្យ货物准备好了吗ទំនិញរៀបចំហើយនៅ准备好了រៀបចំហើយ准备好了ចុះឲ្យធ្វើជាសំណួរ准备好了吗货物准备好了吗បានរៀបចំរួចហើយ已经准备好了ថ្ងៃនេះរៀបចំនាំចេញ今天安排出口ទំនិញដាក់ចូលទូហើយនៅ货物ចងគួយទំនិញដាក់ចូលទូហើយនៅ好了吗ឬក៏យើងនិយាយ了吗ហើយនៅពេលខ្លះសំណួរពាក្យដែលថាហើយនៅនឹងអាចហៅ了吗ឬក៏了吗ហ្នឹងយើងអាចប្រើបានយើងមើលតាមឃ្លាហ្នឹងដែលអាចប្រើបានអត់វាមានកិរិយាសព្ទខ្លះបូកជាមួយ了吗នៃគ្រប់ប៉ុន្តែខ្លះអត់គ្រប់ទេ货物ចងគួយ了吗ទំនិញដាក់ចូលទូហើយនៅបានដាក់ចូលទូហើយ已经装柜了ពេលណាបញ្ចេញទំនិញ什么时候发货ថ្ងៃនេះបញ្ចេញថ្ងៃនេះបញ្ចេញទំនិញស្អែកនាំចេញ今天发货明天出口បញ្ជាទិញឬក៏កំងបញ្ចប់ហើយនៅ完成了吗订单完成了吗បានបញ្ចប់ហើយទំនិញក៏បានដាក់ចូលទូហើយ已经完成了ក៏បានជាមានន័យថាសកម្មភាពទី2ដូចនឹងទី1ដែរអញ្ចឹង货物也装柜了ល្អណាស់很好今天ថ្ងៃនេះរៀបចំបញ្ចេញទំនិញ今天安排发货ថ្ងៃនេះរៀបចំបញ្ចេញទំនិញនេះគឺតាមពិតពាក្យ 发货បញ្ចេញទំនិញហ្នឹងវាអាចមានស្ថានភាពយើងកំពុងនៅឃ្លាំងយើងកំពុងបញ្ចេញដាក់ចូលក្នុងឡានប៉ុន្តែក្នុងសកម្មភាពនេះគឺគេដាក់ក្នុងទូកុងតឺន័រហើយប៉ុន្តែគេ 发货ពីទូកុងតឺន័រហ្នឹងទៅនាំចេញមកតង់ទៀតអញ្ចឹងពាក្យបញ្ចេញទំនិញហ្នឹងវាអាចមានពីរស្ថានភាពទី1សកម្មភាពដែលយើងកំពុងតែបញ្ចេញទំនិញនៅឃ្លាំងទី2គឺយើងបញ្ចេញទំនិញនាំចេញអញ្ចឹងពេលខ្លះក៏យើងអាចងាយយល់យើងអាចបកប្រែដឹកទំនិញចេញក៏បាន没问题អត់បញ្ហានេះចង់សម្ដៅថាក្នុងនេះយើងមិននិយាយថាអីវ៉ាន់ការកំងហ្នឹងគឺយើងផលិតហើយយើងរៀបចំហើយអស់ហើយអីវ៉ាន់ហ្នឹងក៏បានដាក់ក្នុងទូកុងតឺន័ររួចដែរបន្ទាប់មកA ហ្នឹងគាត់ចង់ថាបើរួចរាល់ហើយអស់យើងដឹកទំនិញយើងរៀបចំដឹកទំនិញចេញទៅយើងរៀបចំបញ្ចេញទំនិញទៅគាត់ឆ្លើយថាអត់បញ្ហាន័យថាគាត់យល់ស្របថាការបញ្ចេញទំនិញហ្នឹងអត់អីទេពីព្រោះការងារអីទាំងអស់គឺបានបញ្ចប់រួចរាល់ទំនិញបានដាក់ចូលទូកុងតឺន័ររួចរាល់ឥឡូវកំពុងរងចាំនាំចេញបានដាក់ចូលទូរួចរាល់已经完成装柜完成ហ្នឹងគឺបញ្ចប់រួចរាល់已经完成装柜货物已经完成装柜ឥឡូវ现在កំពុងរងចាំ等待现在等待出口ឥឡូវកំពុងរងចាំនាំចេញសូមធ្វើការបញ្ជាក់ឯកសារនាំចេញនិងការបច្ឆេទបញ្ចេញទំនិញឬក៏ដឹកទំនិញហ្នឹង请确认សូមធ្វើការបញ្ជាក់ឯកសារនាំចេញ出口文件ឯកសារនាំចេញ出口文件និងការបច្ឆេទបញ្ចេញទំនិញឬក៏ការបច្ឆេទដឹកទំនិញ发货日期请确认出口文件和发货日期យើង
នឹងរៀបចំនាំចេញតាមតម្រូវការអតិថិជនយើងនឹងអនាគតគឺ我们会រៀបចំនាំចេញ安排出口យោងតាមតម្រូវការអតិថិជនយោងតាមឬក៏ស្របតាមហ្នឹងគឺ按照សំណូមពរឬក៏តម្រូវការអតិថិជន客户要求សំណូមពរឬក៏តម្រូវការ客户អតិថិជន我们会按照客户要求安排出口យើងនឹងស្របតាមឬយោងតាមតម្រូវការអតិថិជនរៀបចំនាំចេញយើងនឹងរៀបចំនាំចេញតាមតម្រូវការអតិថិជន